សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូធ្វើការមកឆ្លើយតបជាមួយនឹងសំណួររបស់បងប្អូនយើងបន្តិចដែលគាត់តែងតែឆ្ងល់ថាហេតុអីលោកគ្រូរាល់ការសម្រេចចិត្តការបិទការលក់របស់គាត់គឺអត់ទទួលបានជោគជ័យមិនថាទៅលើអាជីវកម្មនៃការលក់ទៅលើប្រព័ន្ធ social media ដូចជាតាក់ទងជាមួយនឹងការលក់ទៅលើបណ្ដាញនៃប្រព័ន្ធ online អីផ្សេងៗចឹងទៅចឹងដោយឡែកថ្ងៃនេះលោកគ្រូនឹងជម្រាបហើយនឹងបង្ហាញជូនអំពីគោលការណ៍5ចំណុចដែលយើងត្រូវដឹងដើម្បីធ្វើឲ្យបិទការលក់របស់យើងទទួលបានផលជោគជ័យផងដែរព្រោះពាក្យច្រើនបងប្អូនច្រើនតែធ្វើការបិទការលក់ហើយតែងតែបរាជ័យតែងតែការទទួលការបដិសេធអំពីអតិថិជនគោលដៅរបស់ខ្លួនអញ្ចឹងដូច្នេះនៅក្នុងคลิปវីដេអូនេះលោកគ្រូនឹងបង្ហាញជូនអំពីការបិទការលក់ដើម្បីឲ្យទទួលបានជោគជ័យទី1គឺបងប្អូនត្រូវតែយល់ដឹងចាំបាច់អំពីអតិថិជនអំពីអតិថិជនគោលដៅរបស់ខ្លួនយើងត្រូវស្វែងយល់ថាអតិថិជនគោលដៅជាមនុស្សរបៀបយ៉ាងណាហើយគាត់ត្រូវការបែបណាទៅលើផលិតផលដែលយើងកំពុងតែមានស្រាប់ទី2គឺបង្កើនតម្លៃដើម្បីជំរុញទឹកចិត្តបានន័យថាសំទោសមិនមែនជាការបង្កើនតម្លៃទេគឺបង្កើតតម្លៃដើម្បីជំរុញទឹកចិត្តការបង្កើតតម្លៃនេះគឺចាំបាច់បំផុតបងប្អូនទាំងអស់គ្នាព្រោះដោយសារអីដោយសារអតិថិជនគាត់ចង់បានជាមួយនឹងតម្លៃសមរម្យមួយដែលគាត់អាចទទួលយកបានដូចជាបងប្អូនអាចប្រើវិធីសាស្ត្រនៅក្នុងការដែលបង្កើតនៅការបញ្ចុះតម្លៃដើម្បីជំរុញទឹកចិត្តគាត់ឬមួយក៏ដើម្បីបញ្ជាក់ជូនគាត់ថាគាត់គឺជាអតិថិជនពិសេសដែលសមនឹងទទួលបានជាមួយនឹងតម្លៃសេវាកម្មនៅក្នុងកម្រិតដែលយើងអាចបញ្ចុះជូនគាត់ទី3គឺប្រើកិច្ចទៅលើការបញ្ចប់ការលក់វិធីនៃការប្រើកិច្ចទៅលើការបញ្ចប់ការលក់គឺយើងត្រូវបញ្ចប់ការលក់ដោយវិធីសាស្ត្របែបណាដូចជាយើងបង្ហាញជូនថាផលិតផលនេះគឺជាផលិតផលរបស់គាត់ផលិតផលនេះគឺជាផលិតផលដែលគាត់និយមប្រើប្រាស់កន្លងមកឬមួយក៏ផលិតផលនេះគឺជាផលិតផលមួយដែលគាត់ប្រើប្រាស់ទៅនឹងទទួលបាននៅអត្ថប្រយោជន៍សម្រាប់ខ្លួនគាត់ហើយជាពិសេសគឺយើងត្រូវតែបង្ហាញជូនថាផលិតផលដែលគាត់កំពុងតែចាប់អារម្មណ៍នេះគឺវាគឺជាផលិតផលរបស់គាត់ទី4គឺដោះស្រាយការប្រកួតប្រជែងនៅលើបណ្ដាញទីផ្សារអញ្ចឹងបើសិនជាយើងអត់មានដំណោះស្រាយទេផលិតផលរបស់យើងលក់នៅក្នុងតម្លៃខ្ពស់ជាងតម្លៃនៃការប្រកួតប្រជែងនៅលើទីផ្សារគឺបងប្អូនប្រកាសជាទទួលការបរាជ័យអំពីការលក់ហើយអញ្ចឹងដូច្នេះបងប្អូនត្រូវតែបង្កើតទៅលើដំណោះស្រាយដើម្បីឲ្យមានការប្រកួតប្រជែងនៅក្នុងតម្លៃសមរម្យណាមួយដែលធៀបស្មើនឹងតម្លៃទីផ្សារដូចជាអាចនឹងទៀបជាងតិចតួចឬមួយក៏ស្មើឬមួយក៏ប្រហាក់ប្រហែលជាមួយនឹងតម្លៃទីផ្សារដែលមានស្រាប់ទី5បងប្អូនត្រូវតែផ្ដល់ទំនុកចិត្តដល់អតិថិជនគោលដៅរបស់ខ្លួនអញ្ចឹងការផ្ដល់ទំនុកទុកចិត្តនេះគឺជាចំណែកមួយដែលសំខាន់បំផុតគឺតកតងជាមួយនឹងការធានាបន្ថែមបងប្អូនត្រូវធានាថាផលិតផលនេះគឺនឹងទទួលបានអត្ថប្រយោជន៍បែបណាផលិតផលនេះត្រូវតែមានការធានាខុសត្រូវយ៉ាងម៉េចនៅពេលដែលផលិតផលនេះមានបញ្ហាឬមួយក៏មានឧបសគ្គដោយប្រការណាមួយនេះគឺជាចំណុចទាំង5ដែលលោកគ្រូនឹងធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងវិធីសាស្ត្រនៃការបិទការលក់របស់បងប្អូនដែលបងប្អូនមួយចំនួនបានធ្វើការបិទការលក់ហើយតែទទួលជាមួយនឹងភាពបរាជ័យចឹងថ្ងៃនេះគឺលោកគ្រូនឹងជម្រាបនិងបង្ហាញជូនប៉ុណ្ណេះហើយក៏សង្ឃឹមជឿជាក់ថាបងប្អូននឹងចែករំលែកនៅคลิปវីដេអូមួយនេះឲ្យបានច្រើនផងដែរសូមអរគុណនិងអរគុណ